ស្ត្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពីបទឆបោកក្នុងករណីរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិដោយមិនចាំបាច់ប្រឡងជាថ្នូរនឹងលុយរាប់ពាន់ដុល្លារនិងត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី16ខែឧសភាឆ្នាំ2025នេះដើម្បីបន្តនីតិវិធីក្នុងសំណុំរឿងនេះតាមសេចក្តីរាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យឈ្មោះសុងសុភ័ណ្ឌភេទស្រីអាយុ47ឆ្នាំរស់នៅបូរីរំជែកស្ថិតនៅក្នុងភូមិរំជែក4សង្កាត់រតនៈក្រុងបាត់ដំបងស្ត្រីរូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែងកាលពីវេលាម៉ោង10ព្រឹកថ្ងៃទី14ខែឧសភាឆ្នាំ2025នេះពេលកំពុងចរចាទទួលយកប្រាក់ពីជនរងគ្រោះនៅនឹងផ្ទះជនសង្ស័យនៅបូរីរំជែកនោះតែម្ដងនៅក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថបានឲ្យដឹងថាស្ត្រីឆបោករូបនេះបានរងការប្តឹងចោទប្រកាន់ពីជនរងគ្រោះឈ្មោះឈឿនឈុំភេទប្រុសអាយុ57ឆ្នាំមានមុខរបរធ្វើស្រែរស់នៅក្នុងភូមិអំពិលឃុំអំពិល5ដើមស្រុកបាវិលខេត្តបាត់ដំបងបើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថាស្ត្រីឈ្មោះសុងសុភ័ណ្ឌនេះអះអាងថាខ្លួនមានលទ្ធភាពជួយរត់ការឲ្យកូនប្រុសរបស់គាត់ចូលក្របខ័ណ្ឌមន្ត្រីនគរបាលដោយមិនចាំបាច់ប្រឡងជាថ្នូរនឹងប្រាក់ម្នាក់ៗចំនួន$5000ហើយប្រាក់នេះត្រូវបង់ចំនួន2ដំណាក់កាលទៀតផងដំណាក់កាលទី1ជនរងគ្រោះបានបង់ប្រាក់ចំនួន$2620នៅថ្ងៃទី6ខែឧសភាឆ្នាំ2025ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលអ្នករត់ការរូបនេះយកឯកសាររត់ការមកបង្ហាញនិងឲ្យគាត់ពិនិត្យហាក់ដូចជាមានការសង្ស័យលើភាពមិនប្រក្រតីនៃឯកសារនោះមិនតែប៉ុណ្ណោះគាត់បានសួរនាំគេឯងទើបបញ្ជាក់ថាឯកសារនេះគឺជាឯកសារក្លែងបន្លំហើយថែមទាំងដឹងថាក្នុងពេលនេះខាងក្រសួងគេមិនបានប្រកាសជ្រើសរើសមន្ត្រីក្របខ័ណ្ឌដោយការអះអាងរបស់ស្ត្រីឆបោកឈ្មោះសុងសុភ័ណ្ឌនេះទេទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់លើស្ត្រីឈ្មោះសុងសុភ័ណ្ឌនេះតែម្ដងគួរបញ្ជាក់ផងដែរថានៅក្នុងសំណុំរឿងឆបោកនេះបើតាមមន្ត្រីជំនាញបានបំភ្លឺថាជនរងគ្រោះមានចំនួន3នាក់ដែលត្រូវបានចាញ់បោកជនសង្ស័យខាងលើប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះបានដាក់ពាក្យបណ្ដឹងក្រោយពីដឹងថាបានចាញ់បោកស្ត្រីខាងលើរីឯជនរងគ្រោះ2នាក់ទៀតទំនងមិនទាន់ដឹងនោះទេទើបមិនទាន់ឃើញមានការភ្ញាក់ផ្អើលយ៉ាងណាក៏ដោយក្រោយពីបញ្ចប់ការសួរនាំនិងបានកសាងសំណុំរឿងនៅពេលនេះមន្ត្រីការិយាល័យជំនាញនៃបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះសុងសុភ័ណ្ឌជើងខ្លាំងខាងរត់ការចូលក្របខ័ណ្ឌសេះហោះនគរបាលជាតិទៅកាន់សាលាដំបងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីហើយ